cho they play call mà cứ call mà Not really. I'm just like a small content creator. Thank you. ស្វាគមន៍អ្នកទស្សនាទាំងអស់ខ្ញុំមកកាន់ vlog នៅក្នុង episode នេះផងដែរគឺរៀងរោគរ៉ាតិចដូចបានតែឃើញនៅក្នុងក្បាលវីដេអូអញ្ចឹងចង់នឹងថាតើនឹងមានអ្វីកើតឡើងសូមតាមដានដល់ភាពបញ្ចប់បាទអញ្ចឹង vlog នេះគឺក្នុងរយៈពេល20នាទីជាងរៀងវែងគួរសមខ្ញុំសង្ឃឹមថាអ្នកទស្សនាគាត់នឹងអាចចូលចិត្តហើយពេញចិត្តហើយថ្ងៃនេះគឺជា vlog នេះគឺការរើផ្ទះរបស់ខ្ញុំពីរដ្ឋ Washington ទៅកាន់រដ្ឋ Oregon ដើម្បីទៅបន្តការសិក្សាហើយរដ្ឋ Washington គឺជារដ្ឋមួយដែលខ្ញុំបាននៅអរិយជាតិពេលជាង2ឆ្នាំហើយគឺជារដ្ឋមួយដ៏អស្ចារ្យមែនទែនខ្ញុំនឹងចងចាំ Washington State មកហើយនឹងមានឱកាសនឹងទៅលេងនៅម្ដងទៀត Good morning សួស្តីអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog episode ថ្មីឬមក vlog ក្នុង episode ដដែលអញ្ចឹងផឹកនេះគឺខ្ញុំបានងើបហើយម៉ោង7ជាងបាទគឺ not as expected ប៉ុន្តែ at least I get a job done យ៉ាសារយប់មិញគឺ hot ពេកងុយគេងទៅពេលអញ្ចឹងងើបទៅតែអត់ទេ I got plenty of time គាត់ថាចាំមើលខ្ញុំមានពេលធ្វើម្ហូបប៉ុន្តែបន្ទប់គឺខ្ញុំរៀបចំហើយបាទខែអីគឺជំនាញពួកអីគឺខ្ញុំទុកនៅនឹងបាទយកទៅអត់កើតទេអានេះជំនាញពួកខ្ញុំទិញពីខ្មែរមកយ៉ាហើយស្ដាយជាងគេខ្ញុំស្ដាយតែPC stand បាទ laptop stand គឺធ្ងន់ដែរដៃចឹងមានតែទិញថ្មីទេវាជួយការងារខ្ញុំច្រើនមែនតើជួយ boost airflow អញ្ចឹងទៅហើយ lamp កែវទឹកអីទុកមួយចំនួនហើយ gimbal gimbal នេះក៏អត់បានយកទៅដែរតែខូចថ្ម gimbal នេះហើយម៉ាស៊ីនក្លុកក៏អត់បានដែរសល់បាយហើយ matcha ប្រាប់ធ្វើ matcha តិចតួចហ្នឹងហើយមើលកន្លែងនេះមានដូចជាកាបូបកាមេរ៉ាតែខ្ញុំយកកាមេរ៉ាទៅបាទដោយសារកាដូរបស់ប៉ាម៉ាក់ខ្ញុំគាត់ទិញឲ្យថ្ងៃ birthday ទៅពេលហើយតែប៉ុណ្ណឹងបាទគឺសល់របស់តិចតួចគឺຕົកនៅហ្នឹងហ្មងហើយទឹកគឺមានតែប៉ុណ្ណេះទេហ្នឹងហើយគឺស្អាតហើយ outfit ទៅទៀតខ្ញុំពាក់អាវពី3ជាន់បាទដោយសារតែយើងចំណេញ space ទេអញ្ចឹងទេពាក់អានេះផងហើយទៀតដាក់ jacket puffer jacket មួយទៀតដោយសារទៅទៀតមកយ៉ាកយភាសាទៅទៀតគឺអាចតិចដែរមួយខែទៀតបាទខ្លះខែទៀតតែថ្ងៃហ្នឹងរៀងតិចគួរសមដែរ so it's a good thing that I wear like multiple layers ហោដងគឺ summer ក្តៅមែនតើបាទគេឥឡូវប្រហែលជាខ្ញុំទៅញ៉ាំអីឬទៅហៅ Uber ចាំមើលសិនបាទព្រោះខ្ញុំធ្វើមិនទៅដល់នោះមុន1ម៉ោងដើម្បី check in បាទឥឡូវគឺខ្ញុំបានចេញមកក្រៅផ្ទះកំពុងចាំ Uber ហើយក៏បានបកគោសោឲ្យតាំងពីយប់មិញដែរហើយមុននឹងម្ចាស់ផ្ទះក៏បានចេញចាក់សោឲ្យដែរដោយសារតែខ្ញុំថ្ងៃនេះចេញកម្រងថាធម្មតាទៅម៉ោង7ពេលហើយមានអារម្មណ៍ថា early ពេកចឹងទៅម៉ោង8ជាងឥឡូវនៅសល់1ម៉ោងជាងទៀតគឺអត់ទេភ្លើងចេញហើយប៉ុន្តែខ្ញុំកំពុងហៅ Uber so យើងចាំមួយផ្លែទៅជិតដល់ហើយ Uber ហើយជិះតែ20នាទីទេនិយាយទៅ Bellevue ទៅ Seattle បើយើងជិះឡានលឿនទេបាទហើយអ្នកបានខ្ញុំនៅក្រៅច្រើនណាស់ម្នាក់ឯងកលី1 2 3 4 5កតាបជាប់ខ្លួនទៀតនិយាយទៅពាក់នេះឆ្នៃអស់ហើយបាទហើយ jacket នេះវាទៅចាស់សំណាងថ្ងៃហ្នឹងទៅចាក់គួរសមដែរអញ្ចឹងហ្នឹងឲ្យចាំជួបគ្នាលើឡានក៏បានដែរនេះគឺជាស្ពាន connect ពី Bellevue ទៅកាន់ Seattle បាទគឺទេសភាពនៅខាងក្រៅស្អាតមែនតើខ្ញុំទៅពេលដែលជិះកាត់នឹងដងគឺ the view is amazing គេជិះទូកហែទឹក kayaking ហើយមានផ្ទះជាប់មាត់ទឹកអីដែរបាទគឺ it's a very long bridge ហើយសង្ឃឹមថានឹងបានឃើញទៀតរដ្ឋ Washington ហើយស្អាតមែនតើខ្ញុំភ្លេចឈ្មោះដោយសារតែកាលមុនគឺចាំដែរឥឡូវភ្លេចឥឡូវចាប់ដល់ Seattle ហើយទៅពេលដល់ស្ពានហ្នឹងបាទខ្ទង់10នាទីជាងទៀតyeah, I can pick up some. Thank you. បាទឥឡូវខ្ញុំមកដល់ train station ហើយ
ហើយឥឡូវទៅ check in ទាំងអស់គ្នាបាទនៅក្នុងនេះទិដ្ឋភាពនៅខាងក្រៅកន្លែងគេ drop off passenger ជាមួយបាលីបាទយ៉ាតែខ្ញុំមកមុន1 ម៉ោងបាទយ៉ាចាំមើលថា everything is okay បាលីអត់ដឹងថាគេគិតលុយប៉ុន្មានទេតែគេ free ពីបាទចឹងយ៉ាបងនេះបើសិនជាខ្ញុំជិះអត់ហោះវិញគឺលើសគីឡូដល់ very expensive មកគុណ3គុណ4អី flight ticket ទេបាទគេបានថ្លៃយ៉ាងស្បត់ហោះទៅសុទ្ធ បាទហើយមកដល់កន្លែងនេះគឺជាវគ្គដ៏រន្ធត់បាទគឺដល់ពេលដែលខ្ញុំត្រូវការដកវ៉ាលីចេញដើម្បីវាយកេះបាទដោយសារវ៉ាលីខ្ញុំគឺលើសគីឡូដូចអ្វីដែល expect ហ្នឹងចឹងទៅគឺតម្រូវឲ្យខ្ញុំទិញកេះបន្ថែម គឺសល់មក10 នាទីទៀតខ្ញុំមិនឡើងឡានក្រុងឡើងតែភ្លើងទេបាទហើយមុនហ្នឹងគឺរៀបចំបាលីហ្មងគឺរៀបចំបាលីហ្មងហើយបាទគឺចំណាយពេលមកស្ទូដែរខ្ញុំឆ្លង2 ដងកាបាលីធំខ្ញុំអាពណ៌សាទីនហ្នឹងគឺលើស50 គីឡូបាទលើស50 pound វាលើស10 pound ជាងចូល60 pound ទៅពេលចឹងទៅខ្ញុំធ្វើការកកបាលីខ្ញុំទិញកេះបន្ថែមទិញកេះហើយបាទខ្ញុំដាក់ check in ថែមកេះចឹងទៅសង្ឃឹមថាដល់អាល់កានីទីក្រុងដែលខ្ញុំទៅចុះហ្នឹងបាលីកេះហ្នឹងមិនទៅដល់ចឹងឥឡូវ basically គឺខ្ញុំផ្ញើ3 អីវ៉ាន់ហើយយ៉ាឥឡូវក៏មានអីវ៉ាន់តាមខ្លួនដែរតែចុះស្នាគេអត់ឆែក check in បាទ Excuse me, I'm going to Albany, so Did you get the little card? Are you the sleeper? I'm not sure. Hold on. I'm not really familiar. So It's your ticket. okay, let me. All right, when you get that out, All right, I got a pink one. perfect. Head on out to the left, look for a pink flag. Okay, thank you. បាទឥឡូវដល់ទៅភ្លើងហើយសង្ឃឹមថានឹងទៅទៅភ្លើងដែលត្រូវបាទបើមិនចឹងទេទៅជីខុសជីបកមកវិញបាទទៅភ្លើងនេះមានទៅកាណាដាផងទៅCalifornia ផងទៅ maybe New York ខ្ញុំអត់ច្បាស់ដែរបាទតែអីមុនខ្ញុំ double check ជាមួយ staff ដែរគឺគេថាហ្នឹងហើយគេ contact direction តែខ្ញុំស្មានទៅភ្លើងខ្លួនឯងនៅក្រោយទៅភ្លើង បាទមុនហ្នឹងគឺខ្ញុំចូលអតិភ្លើងខុសបាទគឺខុសមក card តែប៉ុន្តែអតិភ្លើងតែមួយគាត់ថាខ្ញុំចូល card 12ហើយខ្ញុំទៅជី card 11ទូអតិភ្លើងបាទខុសគ្នាពេលអញ្ចឹងទៅចេះសួរគេតន់សួរពូដែលឆែក luggage ហ្នឹងទៅពេលហើយបានគាត់ឲ្យដូរ card គាត់មកដល់បាទតែប៉ុតជាប់គ្នាប៉ុន្តែយ៉ាគៀកមកមែនតើ ប៊ីគេបិទហើយឥឡូវមកដល់ហើយយើងធូរបន្តិចបានដាក់អីវ៉ាន់ចុះបាទគឺឥឡូវអតិភ្លើងចេញប្រាប់ហើយចាំបន្តិចទៀតខ្ញុំអាប់ដេតថាក្នុងអតិភ្លើងមានអីខ្លះ ហើយនេះគឺជាលើកទី2របស់ខ្ញុំដែរដែលខ្ញុំជិះកាមុនជិះពី Seattle ហ្នឹងដែរទៅ Portland ឥឡូវជិះ Seattle ទៅ Albany ហើយមុនដំបូងភ័យដែរអត់ដឹងថាខ្លួនឯងឡើងត្រូវទៅភ្លើប៉ុន្តែមុនហ្នឹងបានអ្នកឆែកសម្បត្តិគាត់មកឆែក scan QR code ទៅបានគាត់ថា Albany ទីក្រុងដែលខ្ញុំត្រូវទៅហ្នឹងខ្ញុំធូរចិត្តតិចបាទ otherwise មើលទៅតាមយថាកម្មទៅតាមសមាជិកវល់បាទចឹងហើយខ្ញុំអត់សូវហ៊ាននិយាយច្រើនទេឥឡូវនៅលើអតិភ្លើងហើយខ្ញុំមើលបានខ្ញុំតិចទេច្រើនមែនតើខ្ញុំមានអីវ៉ាន់ អាវខែវខំពាក់មកដើម្បីចំណេញគីឡូកតាជ្រូបាត់កតាហើយខ្ញុំដាក់ luggage ខ្ញុំ carry on នៅក្រោមដែរបាយកាហ្វេអីក៏អត់ទាន់បានដែរចង់ចាំមើលតិចទៀតយើងទៅរកកាហ្វេទាំងអស់គ្នាហើយជិះរយៈពេលជិះប្រហែលជាខ្ទង់6 ម៉ោងចឹងយើងយូរគួរសមដែរទៅដល់ទីក្រុង Albany ហើយបានដល់ឡានក្រុងបន្តទៀតបាទហើយผมមានទស្សនវិជ្ជាអាប់ដេតតាមផ្លូវចំនួនអាប់ដេតទៀតយ៉ាងហើយកន្លែងនេះគឺ sit កន្លែងអង្គុយបាទគឺកៅអីយ៉ា it's okay ដូចកៅអីឡានក្រុងអីចឹងហ្នឹងហើយ
restaurant បាទដល់ពេលត្រូវញ៉ាំ3ហើយម៉ោង1ជាងហើយជិះបានពី3ម៉ោងហើយមុនហ្នឹងក៏បានមើលរឿងឲ្យគេមកស្រួលឥឡូវមកមើលរកអីញ៉ាំបាទតែនេះមានប្រភេទ cafeteria ហើយ restaurant កន្លែងគេលក់ហូបកាលខ្ញុំជិះលើកមុនគឺអត់មានទូលក់ហូបចឹងនេះដូចភោជនីយដ្ឋានមួយចឹងបាទហើយខ្ញុំមើលសិនថាបើត្រូវហូបចាំញ៉ាំនៅភោជនីយដ្ឋានបើអត់ទេទៅ cafeteria ញ៉ាំអីទៅហូបសិនទៅបាទមកហ្នឹងគឺខ្ញុំបានទៅ restaurant នៅ cafeteria នៅក្រោយកន្លែងគេលក់ burger តិចតួចហើយនេះខ្ញុំបានជាមួយ Angus cheeseburger អានេះ$8បាទតែប្រភេទ microwave បាទគេទៅនៅអាគាំងគឺមានម្ហូបចឹងទេហើយសំណាងឲ្យខ្ញុំបានយកទិញមីពី TNT តែខ្ញុំទៅមួយថ្ងៃមុនហ្នឹងបាទឆ្លៀតទិញមីកំប៉ុងទៅព្រោះទោះបីមីកំប៉ុងនៅលើនេះក៏រសជាតិបែបអាគាំងដែរបាទនិយាយញ៉ាំទៅអានេះរៀងឆ្ងាញ់អាម៉ា I think ramyun ខ្ញុំភ្លេចឈ្មោះអីបាទ ramen ramyun noodle yeah ម៉ាកបកូរ៉េខ្ញុំចូលចិត្តមីហ្នឹងមែនតើហើយទិញ diet sprite zero sugar sprite so basically I don't normally drink this stuff and that's yeah ឥឡូវយើងអត់អីញ៉ាំអីចឹងទៅក៏មានអីញ៉ាំហ្នឹងហើយក៏បានសុំតកគេដាក់ជាមួយនេះផងដែរបាទដបទឹកហើយតែភ្លើងនេះគឺមាន2ជាន់បាទគឺមុនហ្នឹងខ្ញុំត្រូវទៅអង្គុយជាន់លើប៉ុន្តែដោយសារមនុស្សច្រើនគេពេញហើយ so ជាមួយញ៉ាំហើយខ្ញុំថតទេសភាពពីលើឲ្យគឺស្អាតមែនតើហើយគេមានដបូលជុំវិញហ្នឹងឥឡូវមកដល់ Washington Vancouver បាទគឺនៅទឹកដី Washington ដដែលទេតែចិត្តចូល Oregon នៅព្រំប្រទល់បាទចិត្តដល់ station មួយទៀតហើយអូខេឥឡូវញ៉ាំជាមួយខ្ញុំទាំងអស់គ្នានិយាយទៅ vlog នេះគឺរៀងរកតាមទេ everyone ក៏ច្រើនហើយ basically just want to vlog document my move out yeah បាទឥឡូវគឺញ៉ាំអីហើយគឺខ្ញុំឡើងទៅលើវិញចង់ទី2ហើយគឺ This way. ឥឡូវគេកំពុងឈប់នៅ station yeah នៅក្រោយខ្ញុំនេះជាន់ទី2បាទគឺមិនមានយូរចាស់យើងមើលទៅស្គាល់ហើយតាមបាទឥឡូវគឺខ្ញុំបានមកដល់ Albany ទៅដល់ Corvallis ហើយជាក្នុងកន្លះម៉ោងនេះកំពុងជិះឡានចាំឡានក្រុងហើយចាំអាវ៉ាន់គេត្រាក់មកសិនបាទហើយអាវ៉ាន់ឡើយបានប៉ុណ្្នឹងទេតែសោះអាវ៉ាន់នៅក្នុងទេភ្លើងទៀតបាទចឹងនេះទេភ្លើងខ្ញុំជិះមកហ្នឹងគឺគេតទៅ Los Angeles នៅ California ទៀតបាទយ៉ាគេតមកពី Washington State រហូតបាទប្រហែលពេលយប់ឲ្យដល់ Californiaបាទឥឡូវគឺបានយក luggage ហើយតែមុននឹងមានបញ្ហាបន្តិចដោយសារខ្ញុំនិយាយមួយគេមកគេឲ្យ luggage ដោយសារខ្ញុំមាន tag តែនេះមួយមានសំបុត្រយក vali តែនេះមួយដោយសារខ្ញុំមើលដាក់ packaging vậyហើយពេលនេះគឺខ្ញុំអត់បានអ្នក train station នៅ Seattle ហ្នឹងអត់បានឲ្យសំបុត្រ tag ខ្ញុំបាទតែពេលអញ្ចឹងខ្ញុំយកទៅដូរ vali គឺគេអត់ឲ្យគេធ្វើការបញ្ជាក់អត្តសញ្ញាណយើងអញ្ចឹងបាទគេខ្លាចយើងយក vali ប្រើប្រាស់ខុសមនុស្សអញ្ចឹងតែដើម្បីសុវត្ថិភាពគេតែខ្ញុំនិយាយមួយគេមកស៊ូទៅបានគេព្រមឲ្យវិញបាទប៉ូលីពីរនេះស្មារតីឲ្យតែ yeah it's all about communication អញ្ចឹងយើងមានការនិយាយគ្នាទៅហើយដោយសារ mistake ខាងអ្នកធ្វើការនៅខាង Seattle គឺគាត់អត់ឲ្យ tag ខ្ញុំពីរនេះទេគាត់ឲ្យតែនៅមួយហើយអបនេះគឺខ្ញុំបង់លុយថែមក្រៅពីរនេះគឺ free បាទឥឡូវគឺខ្ញុំដូរចិត្តហៅ Uber វិញដោយសារ more convenient បាទ Uber ជិះលឿនជាងហើយទៅដល់ផ្ទះមកបើខ្ញុំជិះឡានក្រុងខ្ញុំត្រូវការត Uber មកតង់ដែរពេលទៅដល់ Corvallis ហើយខ្ញុំស្មាន Albany ហ្នឹងឆ្ងាយពី Corvallis ខ្លាំងដែរបាទចាំមិនខ្ញុំស្មានចិត្តថាអត់ជិះ Uber តែគិតទៅគឺចិត្តមែនតើគឺចម្ងាយដីតែ20គីឡូអីដល់ហើយបាទ so see you in a bit Beaver Lodge near OSU
Not really, I'm just like a small content creator. Thank you. Mà lại khi nhưng mà tinh thấy chuyện mà tinh tắc nhằm thì sẽ tắc 200 đến 700 nhưng mà update time bên đây cả lại. Hello. បាទសួស្តីវល់ត្រឡប់មកកាន់វីដេអូសួស្តីនិយាយបើក vlog ហើយឥឡូវនេះគឺខ្ញុំកំពុងដើរទៅ Oregon State University បាទសាលាខ្ញុំដោយសារនៅហ្នឹងគឺល្បីសាលាហ្នឹងហើយនិយាយទៅ OSU ហ្នឹងគឺជាន់វានៅក្នុង town ហ្នឹងហើយ city ហ្នឹង It's basically a college town ចឹងទៅវាខុសពីតំបន់ដែលខ្ញុំរស់នៅកាលពី2ឆ្នាំមុនដែលខ្ញុំរស់នៅ Bellevue ហើយខ្ញុំទៅ Bellevue College តែជាតំបន់ទីក្រុងបែបស៊ីវិល័យមួយបាទតែនៅនេះគឺមកដើម្បី University ហើយខ្ញុំនឹងនិយាយ detail ថាហេតុតែបានខ្ញុំរើសាលាហ្នឹងហេតុតែបានខ្ញុំមកតំបន់ហ្នឹងបាទហើយឥឡូវខ្ញុំកំពុងដើរទៅមើលសាលាដោយសារតែមានអារម្មណ៍ថានឹកសាលាមែនតើមួយខែទៀតបានចូលរៀនបាទចឹងទៅក៏ចង់ដើរឲ្យស្គាល់ថាអាគារណាអីខ្លះទាំងនេះតែសាលានេះគឺធំមែនតើគឺខ្ញុំមិនដឹងទៅដីប៉ុន្មានហិកតាទេគាត់នឹងធំខ្លាំងមែនតើគឺដើរពីអាគារមួយទៅអាគារមួយចំណាយពេល15-10នាទីអីចឹងទៅចឹងចាំជួបគ្នាតាមផ្លូវទៅទៀតបាទ 7-Eleven តែតាមពិតទៅ 7-Eleven នេះគឺក្រុមហ៊ុនអាមេរិកបាទបើយើង search មែនតើទៅគឺដើមកំណើតចេញពីអាមេរិកហើយដោយសារថ្មីនេះក៏មានជាមួយនឹងបញ្ហាចំនួនបញ្ហាចំនួនផ្ទៃព្រំដែនបាទជាមួយនឹងប្រទេសជិតខាងហើយក៏មានខ្ញុំឃើញប្រជាជនខ្មែរយើងច្រើនគាត់ធ្វើពាក់ឯកាផលពាក់របស់ប្រទេសជិតខាងអាហ្នឹងគឺជារឿងល្អមួយបាទគាត់ថា 7-Eleven គឺដើមកំណើតធំមែនតើគឺ originally from United States បាទបើយើងតាម research តែបើសិនជាតំណែងនៅស្រុកយើងដែលគេលក់នៅក្នុង mart ហ្នឹងគឺច្រើននាំចូលពីប្រទេសជិតខាងមែនបាទហើយនិយាយទៅដើមនេះ bring your memory ខ្លះកាលពីឆ្នាំមុនដែលខ្ញុំដើរម្នាក់ឯងគឺការរដូវកាល summer ខ្ញុំមកពេលហ្នឹងបានមកយប់ទេមកមើលសាលា Oregon State តាមពិតខាងឆ្វេងដៃខ្ញុំនេះគឺជាសាលាឯងបាទគាត់ថាខ្ញុំត្រូវដើរទៅអាគារ specific ខ្ញុំចង់ដើរទៅមើលអាគារដែលខ្ញុំចង់មើលនឹងគេគឺ Dixon Creation Center ដែលជាអាគារមួយដែលមានកីឡាច្រើនប្រភេទមែនតើបាទមានដូចជា gym gymnasium កន្លែងលេង tennis ហែលទឹកអីចឹងទៅហើយខ្ញុំ excited មែនតើបើសិនជាគេបើកចាំខ្ញុំចូលឲ្យមើលហើយរឿងផ្ទះຕົកមួយ like សិនចាំពេលយប់ឬមកពេលតិចទៅញ៉ាំអីចាំខ្ញុំនិយាយរឿងផ្ទះថាខ្ញុំនៅផ្ទះរបៀបម៉េចបាទ See you ឥឡូវពងឃ្លានផងដើរតាមផ្លូវនេះគឺសម្បូរ restaurant មែនតើហើយខ្ញុំឃើញអាគារពីច្រើនសំណង់ថ្មីបាទគឺគេ renovate ឡើងវិញដោយសារតែ town នេះគឺ basically គឺរៀងចំណាស់ហើយកើតតាំងពីឆ្នាំ1800ជាងឬមក1900បើខ្ញុំនិយាយខុសជួយ correct ផងបាទអញ្ចឹងទៅគឺអាគារសំណង់ចាស់គឺគេចង់អភិរក្សក្រុងហ្នឹងបាទហើយដូចអាគារសាលាអីគឺមើលទៅចាស់បាទដូចនៅសំណង់នៅអង់គ្លេសអញ្ចឹងតែស្អាតចាស់បែបស្អាតបាទដូចគេនិយាយថាខ្ញីកាន់តែចាស់កាន់តែហឹលបាទអ្នកចូលចិត្តឆាខ្ញីគឺគាត់យល់ទេមកហូបឆាខ្ញីសាច់គោ is the best ហើយចំណុចល្អមួយទៀតនៅនេះគឺអត់មាន tax ទេនៅរដ្ឋ Oregon ជាមួយនឹងតំណែងបាទខ្ញុំចង់និយាយថាសាលានេះគឺធំមែនតើនិយាយទៅដើរមកនឹងដល់10នាទីពីកន្លែงដែលខ្ញុំរស់នៅហ្នឹងដល់Dixon Creation Center ដែលខ្ញុំរត់ទៅហ្នឹងគឺអត់ដល់ទេខ្វះ 5-10 នាទីទៀតបាទ for walking only and it's basically in the same campus on the same campus Hi weather is lovely នៅនេះរៀងក្តៅជាង Washington បន្តិច to be honest ខ្ញុំ prefer weather នៅ Washington នឹងត្រជាក់ជាងស្រួលជាងប៉ុន្តែចាំមើលសាកនៅបានមួយខែ weather ខុសគ្នាមិនខ្វល់អ្វីដែលខ្ញុំដឹងគឺនៅនេះរៀងមានអារម្មណ៍ថា warm ជាងវាក្តៅជាងហើយសម្បូរ sunlight ច្រើនជាងបាទហើយអ្នកដែលខ្ញុំស្គាល់ធ្លាប់ជួបពីមុនគឺអ្នកខ្លះគាត់ហើពី Washington មកនៅ Oregon ដោយសារតែគាត់ចូលចិត្ត weather នៅនេះ more sunlight is better for your skin និយាយថាសំណង់អាគារគឺដូច Harry Potter យ៉ាងរឿង Harry Potter I'm not ខ្ញុំមិន fan Harry Potter ហើយក៏អត់ដែរមើលច្រើនដែរគាត់ថា the vibe give me the vibe of Harry Potter for real ដូចនៅ Christ Church College នៅ Oxford នៅអង់គ្លេសដែរបាទ pretty cool I like the buildings here មានទាំងអាគារចាស់អាគារថ្មី and FYI ប្រហែលជា5នាទីទៀតបានដល់ Dixon Recreation Center ឥឡូវគឺមកដល់ហើយអាគារដែលខ្ញុំនិយាយហ្នឹង Dixon
ឥឡូវចូលមើលទាំងអស់គ្នាបាទតែបាច់ខ្ញុំធ្លាប់ថតម្ដងហើយនៅក្នុងនេះបាទមុននឹងដោយសារតែកោការសាលាគឺគេអត់ឲ្យថតនៅខាងក្នុងទេប៉ុន្តែបើចង់ឃើញថាខាងក្នុងនៅមិនគឺអាចមើលវីដេអូចាស់ខ្ញុំបានបាទការខ្ញុំមក Oregon ឆ្នាំមុន Oregon State University Vlog អាចចូលទៅមើលវីដេអូហ្នឹងបានមានតែមួយហ្នឹងទេដែលខ្ញុំធ្វើនៅ Oregon តែជាមិញធំមែនតើមានកន្លែងហាលទឹកកន្លែងលេង sport ដូច basketball tennis badminton a lot of stuff weightlifting cardio high boxing អញ្ចឹងđấyហើយនៅក្រោយក្នុងនេះខ្ញុំគឺកន្លែងលេង soccer បាទខ្ញុំនៅមានបើជើងបាល់ទាត់ចឹងចាំមើលថ្ងៃណាមួយខ្ញុំសាកមកលេង not a pro player ប៉ុន្តែអាចលេងបានហើយបងប្អូនផងខ្ញុំឃើញhe gonna like it ដោយសារបងខ្ញុំចូលចិត្តលេងបាល់គេឥឡូវដើរមើលទៅទៀត and ផែទៅញ៉ាំអីបាទគឺរៀងពេលល្ងាចម៉ោង 7 ហ្នឹង clean ដែរឥឡូវគឺខ្ញុំបានញ៉ាំអីហើយ for dinner ហើយឥឡូវម៉ោង 8 ជាងហើយបាទគឺខ្ញុំរហូតទៅផ្ទះហើយដើម្បីបើករៀបចំបន្ទប់ទាំងបន្ទប់គេទាំងបន្ទប់អីហ្នឹងដោយសារខ្ញុំអត់បានរៀបចំទេហើយក៏ដូចជាលួចទឹកទៅរៀបចំសម្ភារៈផ្សេងៗបាទដោយសារបានខ្ញុំមកដល់គ្រាន់ទុកចោលនៅក្នុងបន្ទប់ហើយចេញទៅមើលសាលាមកហើយចំពោះផ្ទះហើយចាំខ្ញុំថតនៅវីដេអូក្រោយហើយ vlog ជួបគ្នានៅឆាប់ៗទៀតដោយសារខ្ញុំមកនេះកន្លែងខ្ញុំមាន vlog ច្រើនមែនតើខ្ញុំនឹងព្យាយាមចេញបើក daily vlog បែបការធ្វើផ្សេងៗការរៀនសូត្រការចែករំលែកបទពិសោធន៍របស់ខ្ញុំទៅបាទអញ្ចឹង vlog នេះគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណសម្រាប់ការទស្សនា see you in the next one. Thank you. Good night.